ជំរាបសួរបងប្អូនអ្នកគ្នាខ្ញុំបាទឈ្មោះថាចាន់រុទ្ធីថ្ងៃនេះខ្ញុំមកលើកអត្ថបទមួយនិយាយអំពីបញ្ហារូបីអបានសម័យអាណានិគមបារាំងនៅឥណ្ឌូចិនដែលដកស្រង់ចេញពីឯកសារប្រវត្តិសាស្ត្រអាណានិគមបារាំងផ្ទៃទឹកដីខ្មែរកម្ពុជាក្រោមឲ្យអាណានិគមវៀតណាមត្រួតត្រាបន្តប្រែប្រួលពីឯកសារដើមជាភាសាបារាំងមកជាភាសាជាតិដោយសហគមន៍ខ្មែរកម្ពុជាក្រោម1. រូបីបានឥណ្ឌូចិនជាសាច់ប្រាក់តែមួយគត់របស់បណ្ដាប្រទេសសហព័ន្ធ 2. ការផ្សព្វផ្សាយនិងច្បាប់ចរាចរណ៍របស់រូបីបាននេះគឺធានាដោយជាស្ថានសហព័ន្ធវិជាស្ថាននេះនឹងកំណត់នៅក្នុងកម្មវិធីផ្សព្វផ្សាយនិងបញ្ចុះតម្លៃ 3. រូបីបានឥណ្ឌូចិនជាផ្នែកមួយនៃក្រុមលុយហ្វ្រង់រូបីបានឥណ្ឌូចិនគឺជាឯករាជ្យពីលុយហ្វ្រង់ហើយសមភាពរបស់លុយនេះធៀបនឹងលុយហ្វ្រង់កំណត់ដោយកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលបារាំងនិងរដ្ឋាភិបាលសហព័ន្ធ 4. យន្តការនៃការបដូរប្រាក់សម្រាប់ដោយការវិទ្យាល័យបដូរប្រាក់ឥណ្ឌូចិនរាជរដ្ឋាភិបាលប្រទេសកម្ពុជានិងរដ្ឋាភិបាលបណ្ដោះអាសន្នរបស់កូសាំងស៊ីនមានគោលបំណងប្រមូលផ្ដុំទ្រព្យសម្បត្តិជាតិនៅពេលលក្ខតង្កៈរៀបចំរួចរាល់រដ្ឋបាលប្រទេសឡាវបានថ្លែងថាលក្ខតង្កៈនោះគឺផ្ទុយទៅនឹងការប្រមូលទ្រព្យសម្បត្តិរបស់ប្រទេសឡាវហើយពឹងផ្អែកទាំងស្រុងទៅនឹងរដ្ឋាភិបាលសហគមន៍ពាណិជ្ជកម្មក្រៅស្រុកនិងពន្ធគយ 1. ពាណិជ្ជកម្មក្រៅប្រទេសកបញ្ហាទាក់ទងនឹងពាណិជ្ជកម្មក្រៅប្រទេសនិងបន្តអាស្រ័យទៅលើរដ្ឋាភិបាលសហព័ន្ធខការនាំទំនិញចេញគឺត្រូវបែងចែកជាមួយប្រទេសនៅក្នុងសហព័ន្ធដោយសមធម៌ដែលមានមួយផ្នែកបង្ហាញពីតួលេខចំនួនប្រជាពលរដ្ឋរបស់រដ្ឋនីមួយៗនិងម្យ៉ាងទៀតពីចរន្តដូរប្រាក់ពិនិត្យមើលមុនឆ្នាំ1939 កបណ្ដាប្រទេសសហព័ន្ធទាំងអស់ត្រូវចូលរួមក្នុងគណៈកម្មការបច្ចេកទេសទទួលបន្ទុកបែងចែកនិងគ្រប់គ្រងក្នុងការនាំចេញនិងចូលទំនិញ 2. ពន្ធគយ កបណ្ដាប្រទេសសហព័ន្ធបង្កើតភ្នាក់ងារគយរួមបណ្ដាប្រទេសសហព័ន្ធមិនមានរបាំងគយនៅខាងក្នុងនោះទេហើយរាល់ទំនិញទាំងអស់ចរាចរដោយសេរីរវាងប្រទេសផ្សេងគ្នារបស់សហព័ន្ធរចនាសម្ព័ន្ធពន្ធគយត្រូវស្ថិតនៅក្រោមគ្រប់គ្រងនៃរដ្ឋសហព័ន្ធតែមួយគត់ខរដ្ឋាភិបាលសហព័ន្ធបង្កើតគោលនយោបាយពាណិជ្ជកម្មនិងពន្ធគយក្នុងក្របខ័ណ្ឌសហភាពបារាំងនិងផ្ដល់សច្ចប័នទៅលើកិច្ចព្រមព្រៀងពាណិជ្ជកម្មមួយទៅប្រទេសក្រៅតំបន់រដ្ឋាភិបាលសហព័ន្ធក៏រៀបចំសេវាកម្មពន្ធគយកំណត់តម្លៃពន្ធនិងបញ្ជាក់ពីរចនាសម្ព័ន្ធរបស់ស្ថាប័នគយដែររបាយការណ៍ហិរញ្ញវត្ថុនៅរបស់សហព័ន្ធនិងបណ្ដាប្រទេសនានា 1. ថវិកាសហព័ន្ធនិងថវិកាបណ្ដាប្រទេសនានាកថវិកាសហព័ន្ធនឹងរៀបចំដោយសេវាកម្មហិរញ្ញវត្ថុសហព័ន្ធរបស់ស្នងការជាន់ខ្ពស់ថវិកានេះនឹងបោះឆ្នោតអនុម័តដោយរដ្ឋសភាប្រទេសនីមួយៗគណៈប្រតិភូទាំងអស់បានទទួលស្គាល់ជាឯកច្ឆន្ទៈនៅសារៈសំខាន់នៅចំណាយរដ្ឋសភារបស់ប្រទេសនីមួយៗនោះការអនុវត្តថវិកាសហព័ន្ធធ្លាក់ទៅលើសេវាកម្មរបស់ស្នងការជាន់ខ្ពស់ការត្រួតពិនិត្យរដ្ឋបាលអំពីគណនេយ្យនិងគ្រឿងកុំព្យូទ័រនិងធានារ៉ាប់រងដោយសេវាតាមឋានានុក្រមនិងក្រុមអធិការកិច្ចរបស់សេវាហិរញ្ញវត្ថុការត្រួតពិនិត្យច្បាប់អនុវត្តដោយសារគណនេយ្យហើយការត្រួតពិនិត្យនយោបាយដោយរដ្ឋសភារបស់ប្រទេសនីមួយៗខត្រូវទទួលស្គាល់ស្វ័យភាពនិងហិរញ្ញវត្ថុរបស់ប្រទេសសហព័ន្ធនីមួយៗប៉ុន្តែថវិកាទាំងនេះនឹងមានទំនាក់ទំនងទៅនឹងទឹកដីការបស់ក្រុមប្រឹក្សាផ្នែកហិរញ្ញវត្ថុដើម្បីឲ្យថវិកាទាំងនោះបញ្ចេញនៅគំនិតរបស់ខ្លួនទៅរដ្ឋាភិបាលថ្នាក់ជាតិអ្វីដែលតាក់ទងនឹងភាពស្មោះត្រង់របស់តុលាការថវិកានិងការអនុលោមរៀបចំបទបញ្ញត្តិអំពីសារពិព័រណ៍ព្រមជាមួយកាតព្វកិច្ច
អន្តរជាតិនិងផ្ទៃក្នុងរបស់សហព័ន្ធ 2. ប្រាក់ចំណូលពន្ធសហព័ន្ធនិងថ្នាក់ជាតិរដ្ឋជាសមាជិកសហព័ន្ធត្រូវបានទទួលស្គាល់ជាឯកច្ឆន្ទៈនៅធនធានពិតប្រាកដរបស់សហព័ន្ធពិភាក្សាទានឬប្រាក់ចំណូលពន្ធដោយប្រយោលរបស់សហព័ន្ធត្រូវបង់តទៅរដ្ឋាភិបាលសហគមន៍ដោយមិនបាច់បង្កើតច្បាប់អូរ៉ាបីនោះទេការបែងចែកជាលម្អិតរបស់ប្រាក់ចំណូលពន្ធជាកិច្ចព្រមព្រៀងបន្ទាប់ទៀត 3. ការប្រាក់កម្ចីការប្រាក់កម្ចីសហព័ន្ធត្រូវយល់ព្រមដោយសារភាររបស់ប្រទេសនីមួយៗនិងរដ្ឋសហភាពបារាំងនៅពេលការប្រាក់កម្ចីទាំងនេះមានពេលកំណត់ ការអនុម័តរបស់ប្រទេសនីមួយៗត្រូវធ្វើឡើងដោយអំណាចនីតិបញ្ញត្តិជាតិខណៈពេលការកំណត់របស់សហព័ន្ធបានក្លាយជារឿងសំខាន់លក្ខខណ្ឌនៃការប្រាក់កម្ចីថ្នាក់ជាតិទាំងនេះមិនត្រូវយកផលប្រយោជន៍ច្រើនជាការប្រាក់កម្ចីសហព័ន្ធនោះទេសូមឲ្យបងប្អូនមានសេចក្តីសុខនិងសេចក្តីចម្រើនសូមអរគុណ